ចូលចិត្តអាចឹងចឹងល្អចឹងគូដៃលោកគ្រូកំពុងមើលហ្នឹងគាត់បួដៃគូសន្លប់ដោយពីក្បាច់ទី1គឺមួយជើងកញ្ចឹងកមួយទៀតគឺក្រាក់ដៃចូលនេះពូទឹកហើយវាយគិកហ្នឹងគឺសំខាន់ប្រើក្រាក់ដៃនិងជើងហ្នឹងឯងបាទហើយខ្ញុំជឿថាអាមេរិកក៏បន្ថែមរាងកាយតិចថាពោះគាត់សូវល្អបាទខ្ញុំយល់ពីនេះឥឡូវបានមើលច្បាស់ហើយគឺថាបាទជាល្អមើលហើយចូលចិត្តអាចឹងចឹងល្អចឹងជំរាបសួរលោកគ្រូបាទជំរាបសួរបាទគ្រូនេះជាសប្តាហ៍នេះចេញអាត់3ទៀតណាគ្រូណាបាទសម្រាប់អាត់3ហ្នឹងខ្ញុំឃើញដៃគូអេអាមេរិនដូចទំនងដល់ហើយលោកគ្រូបាទហើយទីមួយទៀតខ្ញុំអត់ស្គាល់មើលងាយគូស្រូវឯងព្រោះថាបារាំងនេះល្អដោយយើងធ្លាប់ទៅប្រកួតនៅបារាំងយើងដឹងសមត្ថភាពហើយតែលោកគ្រូបានមើលការប្រកួតរបស់ដៃគូអាមេរិកខ្លះនៅទេនៅអត់បានមើលឥឡូវដើម្បីថាឲ្យលោកគ្រូមួយនិយាយកាន់តែច្បាស់ឲ្យលោកគ្រូមើលវីដេអូភ្លាមបងលោកគ្រូនេះវីដេអូនេះលោកគ្រូកាត់តិចមកទឹកផ្លេលោកគ្រូអាក្របនេះអាឡែងនេះលោកគ្រូអូលំដាប់ពួកគេដែរណាគាត់ធ្លាប់វាយនៅទីលេខ2នេះល្អដែរផ្លេនេះល្អពួកគេដែរមើលចប់ចឹងតែខ្ញុំគិតថាកីឡាគេកីឡាទាត់ដែរមើលទៅខ្ញុំគិតថាអាមេរិកធ្វើឲ្យគុំណងតែវិញ្ញាសាលោកនោះវិញ្ញាសាគេដែរលោកkick boxing សម្រាប់អេអាមេរិកបាទលើកវាយបានមួយលើកហើយលើកនេះជាលើកទី2តែចាប់អារម្មណ៍ការប្រកួតដែលលោកគ្រូកំពុងមើលហ្នឹងគាត់បួដៃគូសន្លប់ដោយពីក្បាច់ទី1គឺមួយជើងកញ្ចឹងកមួយទៀតគឺក្រាក់ដៃចូលនេះពូទឹកហើយវាយគិកហ្នឹងគឺសំខាន់ប្រើក្រាក់ដៃនិងជើងហ្នឹងឯងបាទហើយខ្ញុំជឿថាអាមេរិកក៏បន្ថែមរាងកាយតិចថាពោះគាត់សូវល្អបាទខ្ញុំយល់ពីនេះឥឡូវបានមើលច្បាស់ហើយគឺថាបាទជាល្អមើលហើយចូលចិត្តអាចឹងចឹងល្អចឹងដោយសារថាអាមេរិកអត់ប្រសពគុណខ្មែរគាត់ច្រើនដែរតែវាយគិកគាត់គិតតែលើកទី2ទេការប្រកួតលើកទី1លោកគ្រូអាចស្ទង់សមត្ថភាពគាត់ថាវាយគិកហ្នឹងគឺអាចថាបានប្រមាណ%កម្រិតគាត់ប៉ុណ្ណាហើយវាយគិកខ្ញុំជឿជាក់លើគាត់ដោយសារគាត់ថាបានវាយណាគាត់បាន50ទេខ្ញុំជឿជាក់ថាបើសិនគាត់វាយប្រហែល4-5 ដងទៀតប្រហែលជាគាត់ល្អគាត់ថាចាក់ទេហើយខ្ញុំបានមើលវីដេអូសិនគាត់វាយហ្នឹងគេណាគាត់ល្អហើយមិនមែនបោះទេដកដំឡូងណាខ្លះគេសាយអ្នកខ្លះគេថាយកបោះទេមកតែបោះទេដកដំឡូងតែមើលហើយអ្នកបងប្អូនមើលហើយបាទខ្ញុំចូលចិត្តអាខ្លាំងអញ្ចឹងបាទខ្ញុំចូលចិត្តអាខ្លាំងអញ្ចឹងប្រាប់បងប្អូនមកខ្ញុំចូលចិត្តខ្លាំងហ្នឹងបាទហើយកំតោយើងដឹងណាតែយកខ្លាំងខ្ញុំក៏វាយអាស្រ័យខ្ញុំវាយទាំងអស់អត់របស់សុខខ្មែរ